ហើយខាងក្រោយនេះគឺជាប្រភេទឡាន Ford Edge សម្រាប់តេស្តបើកបរសាកល្បងណាអញ្ចឹងខ្ញុំនឹងបង្ហាញទៅលើផ្នែកខាងក្រៅហើយនិងផ្នែកខាងក្នុងនិង option មួយចំនួនទៅលើឡាន Ford Edge នេះចង់ដឹងថាវាមាន option អីខ្លះយើងមើលវីដេអូទាំងអស់គ្នាអញ្ចឹងដំបូងមកនេះគឺយើងនឹងបង្ហាញទៅលើសោ Ford Edge នេះគឺជាប្រភេទសោរបស់វាអញ្ចឹងសោរបស់វាមើលស្តៀងនឹងដូចជាប្រភេទសោ Ranger ដែរណាតែសោនេះគឺយើងអាច lock unlock បើកគូតផ្នែកខាងក្រោយរបស់វាបានទៅលើរថយន្តណាអញ្ចឹងអានេះរូបរាងខាងក្រៅរបស់វាអញ្ចឹងខ្ញុំ unlock បាទ unlock គឺវាមានប្រភេទ LED នេះវា welcome យើងបាទអញ្ចឹងវា welcome យើងហើយដៃទ្វារវាលឹបលៀនទៅតាម lock ឬមួយក៏យើង unlock ទៅទ្វារណាបាទអញ្ចឹងដល់ពេលដែលយើង lock គឺដៃទ្វារហ្នឹងវាលឹបចូលដល់ពេលដែលយើង unlock វិញគឺវាលៀនចេញហើយកញ្ចក់វាប្រភេទកញ្ចក់អូតូដែរបាទអញ្ចឹងបាទនឹងស្តុបខាងក្រោយគឺស្អាតមែនតើហ្មងណាសិតតែ LED ទាំងអស់ឡាននេះបាទធំទលាយហើយមួយវិញទៀតបច្ចេកវិទ្យាក៏ទំនើបហើយនឹងសំចៃក៏បានច្រើនបាទទៅលើរថយន្តបាទនេះមកជុំវិញរថយន្តអញ្ចឹងខ្ញុំនឹងចូលទៅបច្ចេកខាងក្នុងឡានជូនបងប្អូនទាំងអស់គ្នាទស្សនាបាទនេះផ្នែកខាងក្នុងរបស់ឡានចូលមកគឺ premium ហ្មងអ្វីដែលខ្ញុំស្រឡាញ់គឺស្បែកពូកបែបហ្នឹងចូលមកកុងទ័រ digital នេះវា logo វានឹងបង្ហាញយើង welcome យើងមកអែមហ្មងបាទទៅលើឡានណាអញ្ចឹងអានេះខ្ញុំសាកបច្ចេកបាទទាញអីខិតមកក្រោយតិចបាទនេះបាទគឺឆេះហើយអញ្ចឹងបាទនៅពេលដែលឆេះគឺអត់ឮសលេងទេបាទទាញទ្វារបិទបាទអញ្ចឹងប្រភេទ hybrid គឺបច្ចេកអត់ឮសលេងទេបាទទៅលើឡានដល់ពេលដែលលោតចូលម៉ាស៊ីនវិញបានឮសលេងបាទអានេះផ្នែកខាងក្នុងទៅលើការសេរីកញ្ចក់ឆ្វេងស្ដាំទៅលើកុងទ័រ digital អេក្រង់កំសាន្តខ្នាតធំហើយនេះទៅលើឡាននេះមានម៉ូដជំនួយក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវទៀតបាទអញ្ចឹងមានដូចជាទី1មាន normal មក eco sport មាន slippery បាទល្អហើយនឹងមួយទៀតមាន trail បាទទៅលើឡានបាទហើយកៅអីត្រជាក់មានទាំងអស់បាទហើយម៉ូដនេះយើងអាចសេរីនៅកន្លែងនេះក៏បានឬមួយក៏យើងអាច touch screen នៅលើនេះក៏បានបាទចង្កឹះលេខចំនួនថ្មីប្រាំងដៃ electronic គឺមានមកចប់បាទទៅលើឡានហើយអ្វីដែល surprise ជាងគេហ្នឹងគឺផ្នែកខាងក្រោយរបស់ឡានបាទអញ្ចឹងខាងក្រោយឡានបើយើងមើលទៅវាប្រភេទ premium ណាអញ្ចឹងឧទាហរណ៍ថាបើសិនជាបងប្អូនចង់រៀង relax យើងអាចចុច option ទី1បាទoption ទី1វា relax បាទអញ្ចឹងកៅអីវានឹងអូតូមកក្រោយហើយមួយវិញទៀតកន្លែងតម្រនេះគឺវារៀបទៅខាងក្រោយអញ្ចឹងទៅដើម្បីឲ្យបងប្អូនអង្គុយស្រួលហើយចំណុចពិសេសមួយទៀតគឺនេះផ្នែកនេះបាទចំណុចយើងមានប្រភេទម៉ាស៊ីនប្រភេទកៅអីត្រជាក់ក្តៅយើងអាចសេរីម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយនេះបានហើយយើងមានប្រភេទUSB Type C ហើយនិង Type A ផងដែរដើម្បីសម្រួលអ្នកដែលគាត់អង្គុយក្រោយហ្នឹងគាត់ងាយស្រួលក្នុងការបញ្ចូលថ្មទូរស័ព្ទសាកថ្មអីផ្សេងអញ្ចឹងណាបាទលើឡានអញ្ចឹងបើសិនជាត្រឡប់មកវិញបងប្អូនគាត់តែចុចអានេះមកវិញមកបាទអញ្ចឹងកៅអីវានឹង automatic adjust ខ្លួនឯងហ្មងបាទនេះបាទអញ្ចឹង Ford Edge ខ្ញុំស្រឡាញ់ជាងគេគឺ option ឡើងហ្នឹងហើយតាក់ទាញមែនតើបាទទៅលើឡានបាទចូលមកម្ដងទៀតហើយទៅលើ speaker ជាប្រភេទ speaker B&O បាទមាន surround sound នេះមកចប់បាទទៅលើរថយន្តហើយជាពិសេសបាទដបូលខាងលើនេះគឺយើងអាចបើកបានដូចគ្នាបាទខ្ញុំសេរីភ្លើងបាទអញ្ចឹងខ្ញុំនឹងបង្ហាញខាងមុខបន្តិចបាទអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទៅលើរថយន្ត
ចង់ដឹងព័ត៌មានតាក់ទងជាមួយនឹងសេវាកម្មរំលោះឬមួយក៏ option របស់រថយន្តអីផ្សេងអាចតំណងលេខទូរស័ព្ទផ្នែកខាងលើបានហើយ Ford Edge នេះគឺតម្លៃពិសេសហើយជាប្រភេទឡានដែលសន្សំចៃទៀតទៅលើរថយន្តណាអញ្ចឹងចង់ដឹងព័ត៌មានបន្ថែមតំណងលេខទូរស័ព្ទផ្នែកខាងលើបាទ